នាងខ្ញុំសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានពី AMS អរិយធម៌ខ្មែរជាទីមេត្រីសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនាងខ្ញុំសូមជូនហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ9កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី6ខែមេសាឆ្នាំ2025សម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីជោគជតារិស័យលាភសក្ការៈលុយកាក់និងការធ្វើដំណើរថាតើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានលាភជ័យនៅក្នុងថ្ងៃអាទិត្យនេះនៅពេលនេះនាងខ្ញុំសូមជម្រាបជូនដូចតទៅឆ្នាំលាភសំណាងទាំង5មានដូចជាឆ្នាំខាលពងយៈស្រីឆ្នាំថោះពងមនុស្សស្រីឆ្នាំរោងពងទេវតាប្រុសឆ្នាំមមីពងទេវតាស្រីឆ្នាំចពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែនអាជីពការងារនៅក្នុងថ្ងៃនេះទទួលបានភាពរីកចម្រើនលូតលាស់យ៉ាងខ្លាំងលោកអ្នកមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមបំណងប្រាថ្នាក្នុងនោះការផ្លាស់ប្ដូរទីកន្លែងការងារការបោះទុននិងចាប់អាជីពថ្មីសុទ្ធតែអាចធ្វើទៅរួញនិងមានភាពរីកចម្រើនទាំងអស់ដោយសារថ្ងៃនេះមានអំណោយផលល្អលោកអ្នកគួរពង្រឹងនិងបង្កើនទំនាក់ទំនងឲ្យបានច្រើនបន្ថែមទៀតក្នុងនោះលោកអ្នកដែលជាអាជីវករមិនគួរបោះបង់ចោលការផ្សព្វផ្សាយនោះទេសូមមានគំនិតវិជ្ជមានហើយការប្រស្រ័យទាក់ទងសូមមានចិត្តអនុគ្រោះនិងស្មោះត្រង់លោកអ្នកមានមនុស្សល្អក្បែរខ្លួនចាំជួយនិងគាំទ្រជានិញប្រកាសដែលគួរយកចិត្តទុកដាក់ឲ្យបានច្រើនពិសេសទាក់ទងភាពមិនច្បាស់លាស់ការវិតម្លៃលឿននិងការធ្វេសប្រហែសឆ្នាំមធ្យមទាំង4មានដូចជាឆ្នាំជូតពងទេវតាប្រុសឆ្នាំឆ្លូវពងមនុស្សប្រុសឆ្នាំម្សាញ់ពងមនុស្សប្រុសឆ្នាំមមីពងទេវតាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមកិច្ចការងាររបស់អ្នកស្ថិតនៅក្នុងសញ្ញាណវិជ្ជមានប៉ុន្តែភាពស្មុគស្មាញក៏មានច្រើនផងដែរសូមជៀសវាងការប្រស្រ័យទាក់ទងជាមួយថ្នាក់លើភាពជំទាស់និងការយល់ច្រឡំបន្តិចបន្តួចអាចនឹងកើតមានឡើងចូលប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មីហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងអនុវត្តដើម្បីជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លីមានព្រឹត្តិការណ៍រីករាយជាច្រើននៅខាងមុខសូមចំណាយពេលវេលាធ្វើការងារបន្ថែមលោកអ្នកមានមនុស្សនៅជុំវិញខ្លួនកោតសរសើរនិងជួយជ្រោមជ្រែងយ៉ាងខ្លាំងលោកអ្នកគួរចាប់ផ្ដើមសម្លឹងមើលការធ្វើទំនាក់ទំនងជាមួយថ្នាក់លើរួមទាំងមនុស្សដែលនៅជុំវិញខ្លួនឆ្នាំធ្លាក់ចុះទាំង3មានដូចជាឆ្នាំវកពងយៈប្រុសឆ្នាំរកាពងយៈប្រុសឆ្នាំកុលពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះការងាររបស់អ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេចំណែកអ្នករកស៊ីជួញដូរមិនទាន់ទទួលបានផលតាមក្តីរំពឹងទុកនោះឡើយចំណែកទុនដែលនឹងចំណាយអាចប្រឈមមុខនឹងការខកខានមួយចំនួនសូមកុំអាក់អន់ចិត្តព្យាយាមកែប្រែដោយគម្រោងការងារជាក់លាក់ហើយគិតគូរមុននឹងសម្រេចធ្វើអ្វីមួយនៅក្នុងពេលនេះសូមកុំផ្អែកលទ្ធផលការងាររបស់អ្នកជាមួយនឹងស្ថានភាពដែលកន្លងទៅនិងកុំមានការសង្ស័យនឹងសមត្ថភាពខ្លួនឯងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតូចតាចមួយចំនួនអាចនឹងកើតមានឡើងសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រកាសទាំងឡាយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគអាជីពការងារថ្ងៃនេះព្រមមានចំពោះការជាប់គាំងក្នុងកិច្ចការងារប៉ុន្តែសូមកុំបាក់ទឹកចិត្តវាអាចដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងពីបាតុភូតទាំងនេះក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះលោកអ្នកអាចកែប្រែស្ថានភាពឲ្យល្អប្រសើរនិងមានផ្លែផ្កាឡើងវិញនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមានតម្លៃតាមដានហោរាសាស្ត្រប្រចាំថ្ងៃសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនៅពេលនេះនាងខ្ញុំពី AMS អរិយធម៌ខ្មែរសូមអរគុណសូមជម្រាបលា